ភាសាកូរ៉េនៅក្នុងវីដេអូនេះយើងនឹងរៀនអំពីចំណេះដឹងដែលទាក់ទងជាមួយនឹងប្រទេសកូរ៉េខាងជើងយើងចូលមកមើលទង់ជាតិនិងសញ្ញាជាតិរបស់ប្រទេសកូរ៉េខាងជើងចំណងជើងគេដាក់ថាជូសនមីនជូជូអេអ៊ីនមីនខុងហ្វាគូមានន័យថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជូសនគឺមានន័យថាឈ្មោះនគរជូសនកាលពីសម័យបុរាណគឺសំដៅទៅលើប្រទេសកូរ៉េគឺកូរ៉េខាងជើងបច្ចុប្បន្នមីនជូមានន័យថាប្រជាធិបតេយ្យអ៊ីនមីនមានន័យថាប្រជាពលរដ្ឋខុងហ្វាគូមានន័យថាសាធារណរដ្ឋដូច្នេះបកជាភាសាខ្មែរយើងប្រើប្រាស់ជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគឺចាប់ផ្ដើមពីឆ្នាំ1948រហូតមកដល់បច្ចុប្បន្នហុនជីមានន័យថាបច្ចុប្បន្នដូច្នេះប្រទេសកូរ៉េខាងជើងគេហៅឈ្មោះរបស់គេថាគឺជូសនគឺសំដៅទៅលើប្រទេសកូរ៉េគឺកូរ៉េខាងជើងមិនមែនប្រើពាក្យថាហាន់គូកដូចជាកូរ៉េខាងត្បូងនោះទេកាលណាប្រើពាក្យថាហាន់គូកគឺប្រទេសកូរ៉េក៏ប៉ុន្តែសំដៅទៅលើកូរ៉េខាងត្បូងដូច្នេះយើងមើលគូគីមានន័យថាទង់ជាតិនេះគឺជានិមិត្តសញ្ញានៃទង់ជាតិកូរ៉េខាងជើងនិងគូកចាងមានន័យថាសញ្ញាជាតិចំណុចបន្ទាប់គឺជូសននេគូកហ្វាមានន័យថាផ្កាជាតិគឺផ្កាតំណាងជាតិរបស់ប្រទេសកូរ៉េខាងជើងយើងឃើញថាមានពាក្យជូសនគឺតំណាងឲ្យកូរ៉េខាងជើងក៏ប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្រពាក្យជូសននេះគឺមានអត្ថន័យមួយទៀតគឺតំណាងឲ្យនគរជូសននៅក្នុងសម័យកាលមុនពេលដែលប្រទេសកូរ៉េបែងចែកចេញជាពីរគឺឈ្មោះថានគរជូសនក៏ប៉ុន្តែជូសននៅក្នុងន័យនេះគឺតំណាងឲ្យកូរ៉េខាងជើងដូច្នេះមានន័យថាផ្កាតំណាងជាតិរបស់កូរ៉េខាងជើងយើងមើលផ្កាតំណាងជាតិរបស់កូរ៉េខាងជើងមានឈ្មោះថាផ្កាមុករ៉ាន់គឺដូចទៅក្នុងរូបភាពគឺស្រដៀងជាមួយនឹងផ្កាម្លិះនៅក្នុងស្រុកខ្មែរយើងចំណែកឯតែមប្រៃសណីយ៍របស់កូរ៉េខាងជើងគេប្រើជាមួយនឹងរូបផ្កាមុករ៉ាន់នេះផងដែរជូសនអ៊ូភូមានន័យថាតែមប្រៃសណីយ៍របស់ប្រទេសកូរ៉េខាងជើងមូលហេតុដែលគេកំណត់យកផ្កាមុករ៉ាន់គឺជានិមិត្តរូបតំណាងឲ្យប្រទេសកូរ៉េខាងជើងគឺដោយសារតែផ្កាមុករ៉ាន់នេះគឺជាផ្កាដែលម្ដាយរបស់លោកគីមអ៊ីលសុងដែលភាសាកូរ៉េគេហៅថាគីមអ៊ីលសងនោះគាត់គឺជាស្ថាបនិកទី1នៃប្រទេសកូរ៉េខាងជើងគឺជាប្រធានាធិបតីទី1ដែលត្រូវជាជីតារបស់លោកគីមចុងអ៊ុនបច្ចុប្បន្នដូច្នេះម្ដាយរបស់លោកគីមអ៊ីលសុងគឺមានន័យថាត្រូវជាជីដូនទួតរបស់លោកគីមចុងអ៊ុនបច្ចុប្បន្ននេះដែលម្ដាយរបស់លោកគីមអ៊ីលសុងនោះគាត់ឈ្មោះថាខាងផាន់សុកដូច្នេះលោកស្រីខាងផាន់សុកនេះគាត់ចូលចិត្តផ្កាមុករ៉ាន់ជាងគេដូច្នេះហើយបានជាគេកំណត់យកផ្កាមុករ៉ាន់គឺជាផ្កាតំណាងឲ្យនិមិត្តរូបប្រទេសកូរ៉េខាងជើងនេះគឺជារូបរបស់ឪពុកម្ដាយរបស់លោកគីមអ៊ីលសងភូម៉ូមានន័យថាឪពុកម្ដាយដូច្នេះគីមអ៊ីលសងជាភាសាខ្មែរយើងគឺគេបកថាគីមអ៊ីលសុងដូច្នេះឪពុកម្ដាយរបស់លោកគីមអ៊ីលសងគឺឪពុករបស់គាត់មានឈ្មោះថាលោកគីមហងជីកលោកគីមហងជីកគឺកើតនៅក្នុងឆ្នាំ1894រហូតដល់ឆ្នាំ1926ចំណែកឯម្ដាយរបស់លោកគីមអ៊ីលសុងគឺគាត់មានឈ្មោះថាខាងផាន់សុកគឺនៅក្នុងឆ្នាំ1892រហូតដល់ឆ្នាំ1932ដូច្នេះនេះគឺជាឪពុកម្ដាយរបស់លោកគីមអ៊ីលសុងងាកមកវិញគឺផ្កាមុករ៉ាន់គឺជាផ្កាតំណាងឲ្យប្រទេសកូរ៉េខាងជើងចំណែកឯផ្កាដែលតំណាងឲ្យជាតិរបស់ប្រទេសកូរ៉េខាងត្បូងវិញគឺផ្កាមូខុងហ្វាយើងបានរៀនរួចហើយនៅក្នុងមេរៀនប្រទេសកូរ៉េខាងត្បូងគឺជាផ្កាតំណាងឲ្យប្រទេសកូរ៉េខាងត្បូងនៅក្នុងនេះគ្រូក៏បានដាក់បញ្ចូលនៅផ្កាតំណាងជាតិប្រទេសកម្ពុជាផងដែរគឺផ្ការំដួលចំណុចបន្ទាប់យើងចូលដល់ថេធុងរងមានន័យថាប្រធានាធិបតី
ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងជើងគឺមកដល់បច្ចុប្បន្នគឺមាន3រូបដែលប្រធានាធិបតីដំបូងគេគឺឈ្មោះថាគីមអ៊ីលសងដែលខ្មែរយើងបកថាគីមអ៊ីលសុងគឺចាប់ពីឆ្នាំ1948រហូតដល់ឆ្នាំ1994ប្រធានាធិបតីដែលកាន់តំណែងបន្ទាប់គឺជាកូនប្រុសរបស់លោកគីមអ៊ីលសងគាត់មានឈ្មោះថាគីមចុងអ៊ីលលោកគីមចុងអ៊ីលគឺកាន់តំណែងចាប់តាំងពីឆ្នាំ1994រហូតដល់ឆ្នាំ2011ហើយអ្នកដែលកាន់តំណែងបន្តមកទៀតគឺនាពេលបច្ចុប្បន្ននេះគឺលោកគីមចុងអ៊ឹនដែលខ្មែរយើងបកថាគីមចុងអ៊ុនលោកគីមចុងអ៊ុននោះគឺកាន់តំណែងចាប់ពីឆ្នាំ2011រហូតមកដល់បច្ចុប្បន្នដែលគាត់ត្រូវជាកូនរបស់លោកគីមចុងអ៊ីលដូច្នេះគឺកាន់តំណែងជាខ្សែស្រឡាយពីឪពុកផ្ទេរទៅកូនយើងចូលដល់ចំណុចបន្ទាប់គឺជាអត្ថបទដូច្នេះមុននឹងចូលអត្ថបទយើងមើលផែនទីជាមុនសិនគឺជាផែនទីរបស់ប្រទេសកូរ៉េខាងជើងដែលកូរ៉េខាងជើងនេះគឺភាគខាងជើងជាប់ជាមួយនឹងប្រទេសចិនគឺជុងគូកចំណែកឯភាគឦសានគឺជាប់ជាមួយនឹងប្រទេសរុស្ស៊ីគឺឡូសៀចំណែកឯភាគខាងត្បូងគឺជាប់ជាមួយនឹងហាន់គូកគឺប្រទេសកូរ៉េខាងត្បូងដូច្នេះកាលណាគេនិយាយអំពីហាន់គូកគឺសំដៅទៅលើប្រទេសកូរ៉េខាងត្បូងឈ្មោះរបស់ប្រទេសកូរ៉េទាំងពីរនេះគឺហៅខុសគ្នានៅកូរ៉េខាងជើងគេហៅកូរ៉េខាងត្បូងជាឈ្មោះផ្សេងចំណែកឯកូរ៉េខាងត្បូងហៅឈ្មោះប្រទេសកូរ៉េខាងជើងគឺឈ្មោះផ្សេងគ្នាឧទាហរណ៍ដូចជាហៅថាហាន់គូកប្រទេសកូរ៉េខាងត្បូងហៅប្រទេសខ្លួនឯងថាហាន់គូកគឺប្រទេសកូរ៉េគឺសំដៅទៅលើកូរ៉េខាងត្បូងឬឈ្មោះផ្លូវការហៅថាថេហាន់មីនគូកសាធារណរដ្ឋកូរ៉េគឺសំដៅទៅលើកូរ៉េខាងត្បូងឬគេហៅកាត់ថាណាំហាន់មានន័យថាកូរ៉េខាងត្បូងដូច្នេះកាលណាទៅលើពាក្យថាហាន់គឺសំដៅទៅលើកូរ៉េខាងត្បូងហើយក៏ប៉ុន្តែកូរ៉េខាងត្បូងនេះហៅកូរ៉េខាងជើងវិញថាភុកហាន់មានន័យថាកូរ៉េខាងជើងនេះជាការហៅរបស់ជនជាតិកូរ៉េខាងត្បូងដោយឡែកនៅកូរ៉េខាងជើងវិញគេហៅផ្សេងគ្នានៅកូរ៉េខាងជើងគេហៅប្រទេសរបស់គេថាជូសនគឺជាឈ្មោះពីបុរាណដូច្នេះគេយកឈ្មោះបុរាណយកមកប្រើឡើងវិញគឺតំណាងឲ្យកូរ៉េខាងជើងដូច្នេះគេហៅជូសនគឺតំណាងឲ្យកូរ៉េខាងជើងហើយគេហៅកូរ៉េខាងត្បូងវិញថាណាំជូសនដូច្នេះកូរ៉េខាងជើងហៅកូរ៉េខាងត្បូងថាណាំជូសនមិនមែនហៅថាណាំហាន់នោះទេដូច្នេះគឺខុសគ្នាយើងមើលអត្ថបទគេនិយាយថា조선민주주의 인민공화국은 동아시아 한반도 군사분 개선 북부에 위치한 나라이다. ដូច្នេះយើងបកពីប្រធានមុន 조선민주주의 인민공화국 មានន័យថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគឺថុងអាស៊ីមានន័យថាអាស៊ីខាងកើត한반도មានន័យថាឧបទ្វីបកូរ៉េផាន់តូមានន័យថាឧបទ្វីបហាន់មានន័យថាកូរ៉េគុនសាមានន័យថាយោធាពុនគីសនមានន័យថាខ្សែបន្ទាត់ព្រំដែនភុកប៊ូមានន័យថាភាគខាងជើងវិឈីហាន់ណារ៉ៃដាមានន័យថាគឺជាប្រទេសដែលស្ថិតនៅឬក៏ជាប្រទេសដែលមានទីតាំងស្ថិតនៅវិឈីអាដាមានន័យថាមានទីតាំងដូច្នេះប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឬយើងបកពីខាងចុងមកវិញគឺជាប្រទេសដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃខ្សែបន្ទាត់ព្រំដែនយោធានៃឧបទ្វីបកូរ៉េនៃអាស៊ីខាងកើតរបស់បន្ទាប់약칭은 조선이며 대한민국에서는 관계없이 북한 나라이고 부리고 있다. មានន័យថាយ៉ាក់ឈីងគឺឈ្មោះកាត់ឬក៏អក្សរកាត់ជូសុនអ៊ីមញ៉មានន័យថាគឺជាជូសុនមានន័យថាគឺជានគរជូសុនឬក៏ប្រទេសយើងបកថាប្រទេសកូរ៉េពីព្រោះខ្មែរយើងហៅថាកូរ៉េគឺមិនហៅថាជូសុននោះទេដូច្នេះយើងបកថាកូរ៉េដើម្បីឲ្យយល់ន័យដូច្នេះឈ្មោះកាត់គឺហៅថាជូសុនគឺកូរ៉េខាងជើង
thì hắn mình quốc do nền nơi ái prote sa thì rằng rốt Koreaវិញគឺមានន័យថានៅឯប្រទេសកូរ៉េខាងត្បូងវិញគឺខ្វាន់គេអបស៊ីមានន័យថាដោយគ្មានទំនាក់ទំនងខ្វាន់គេមានន័យថាទំនាក់ទំនងដូច្នេះខ្វាន់គេអបស៊ីគឺគុណកិរិយាដោយគ្មានទំនាក់ទំនងភពហាន់អ៊ីរ៉ាកូពូរូកូអ៊ីតាមានន័យថាកំពុងត្រូវបានហៅថាជាប្រទេសកូរ៉េខាងជើងដែលគ្មានទំនាក់ទំនងជាមួយគ្នាភពហាន់មានន័យថាកូរ៉េខាងជើងអ៊ីរ៉ាកូមានថាដែលហៅថាពូរូកូអ៊ីតាមានន័យថាកំពុងត្រូវបានហៅថាជាកូរ៉េខាងជើងដែលគ្មានទំនាក់ទំនងជាមួយគ្នាដូច្នេះមានន័យថាឈ្មោះកាត់របស់កូរ៉េខាងជើងគឺហៅថាជាជូសនក៏ប៉ុន្តែនៅឯកូរ៉េខាងត្បូងវិញគឺគេហៅកូរ៉េខាងជើងថាជាភពហាន់ដែលជាប្រទេសមួយដែលគ្មានទំនាក់ទំនងជាមួយគ្នារបស់បន្ទាប់ឈូចងអានិនជូសនមីនជូជូអេអ៊ីនមីនគងហ្វាគូគេអ៊ីនគូនិនមានន័យថាប្រជាជនរបស់ប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគឺកូរ៉េខាងជើងនោះដែលជាការប៉ាន់ប្រមាណឈូឆងហាតាគឺមានន័យថាប៉ាន់ស្មានឬក៏ប៉ាន់ប្រមាណដូច្នេះឈូឆងហានិនមានន័យថាដែលប៉ាន់ស្មានអ៊ីនគូមានន័យថាប្រជាជនដូច្នេះប្រជាជនរបស់ប្រទេសកូរ៉េខាងជើងនេះដែលជាការប៉ាន់ប្រមាណគឺអ៊ីឆនអ៊ីស៊ីបសាញ៉នគីជុនរ៉ូយ៉ាក់អ៊ីឆនអូបែកយុកស៊ីបអ៊ីលម៉ាំងញងអ៊ីមយ៉ដូច្នេះអ៊ីឆនអ៊ីស៊ីបសាញ៉នមានន័យថាឆ្នាំ2024គីជុនរ៉ូតាមរយៈស្តង់ដាយ៉ាក់មានន័យថាប្រហែលជាចំនួនតួលេខគេបកថាប្រហែលគឺ2561ម៉ឺននាក់ដូច្នេះប្រជាជនរបស់ប្រទេសកូរ៉េខាងជើងដែលជាការប៉ាន់ប្រមាណគឺទៅតាមស្តង់ដានៅក្នុងឆ្នាំ2024គឺមានប្រហែល25លាន61ម៉ឺននាក់ជូសនមីនជូជូអេអ៊ីនមីនគងហ្វាគូគេគងយងងនឹង평양 말은 기초로 홍성틴 문화 어이다. 미네타 조선민주주의 인민공화국의 공용어 그 미네타 비사다 프라프라치 플러가 비사다 프라프라치 플러가 로보 사티라나 롯 프라치 타파타이 프라치 미넷 고레 그ជាភាសាវប្បធម៌ដែលត្រូវបានបង្កើតឡើងតាមរយៈមូលដ្ឋាននៃគ្រាមភាសាព្យុងយ៉ាងម៉ាល់មានន័យថាគ្រាមភាសានៃតំបន់ទីក្រុងព្យុងយ៉ាងមានន័យថាទីក្រុងព្យុងយ៉ាងគីឈូមានន័យថាមូលដ្ឋានហងសងថេដាគឺមានន័យថាដែលត្រូវបានបង្កើតឡើងមូនហ្វាអមានន័យថាភាសាវប្បធម៌ដូច្នេះយើងបកពីចុងគឺជាភាសាវប្បធម៌ដែលត្រូវបានបង្កើតឡើងតាមរយៈមូលដ្ឋាននៃភាសាទីក្រុងព្យុងយ៉ាងដូច្នេះភាសាប្រើប្រាស់ផ្លូវការរបស់ប្រទេសកូរ៉េខាងជើងគឺគេយកមូលដ្ឋានទៅតាមគ្រាមភាសានៃទីក្រុងព្យុងយ៉ាងមានន័យថាគឺការប្រើប្រាស់គឺភាសាកូរ៉េដូចជាមួយនឹងកូរ៉េខាងត្បូងដូចគ្នាក៏ប៉ុន្តែការប្រើប្រាស់ពាក្យពេចន៍មួយចំនួនគឺយកទៅតាមគ្រាមភាសានៃទីក្រុងព្យុងយ៉ាងគឺដូចជាភាសាខ្មែរយើងផងដែរគឺមានគ្រាមភាសាទៅតាមតំបន់ខេត្តសៀមរាបបាត់ដំបងបន្ទាយមានជ័យជាដើមដូច្នេះភាសានិយាយទូទៅគឺអាចតាក់ទងគ្នាបានគ្រាន់តែពាក្យពេចន៍មួយចំនួនគឺវាខុសគ្នាទៅតាមគ្រាមភាសាដូច្នេះកូរ៉េខាងត្បូងនិងខាងជើងគឺប្រើប្រាស់ភាសាដូចគ្នានោះទេគឺជាជនជាតិដូចគ្នាគ្រាន់តែពាក្យពេចន៍មួយចំនួនគឺយកទៅតាមគ្រាមភាសានៃតំបន់ព្យុងយ៉ាងរបស់បន្ទាប់수도는 평양시이며 이 밖에 조선민주주의 인민공화국의 주요 도시로는 남포시, 개성시, 라선시 등이 있다.ដូច្នេះ수도មានន័យថារដ្ឋធានីឬក៏ប្រទេសមានស្ដេចយើងបកថារាជធានីរដ្ឋធានីគឺទីក្រុងព្យុងយ៉ាងស៊ីមានន័យថាទីក្រុងព្យុងយ៉ាងអ៊ីផាកេមានន័យថាក្រៅពីនេះជូសនមីនជូជូអេអ៊ីនមីនខុងវ៉ាគូកេជូយ៉ូថូស៊ីមានន័យថាទីក្រុងសំខាន់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
Chuyo មានន័យថាសំខាន់ Thosi មានន័យថាទីក្រុង ដូច្នេះទីក្រុងសំខាន់ផ្សេងទៀតគឺមាន Namposi ទីក្រុង Namposi ទីក្រុង Kaesongsi ទីក្រុង Rasonsi ជាដើមឡាក់ ទឹងមានន័យថាជាដើមឡាក់ ដូច្នេះយើងងាកមកមើលផែនទីគឺរាជធានីឬក៏រដ្ឋធានីគឺស្ថិតនៅ Pyongyang ដូច្នេះយើងមើលទីក្រុង Pyongyang គឺស្ថិតនៅចំភាគកណ្ដាលនៃកូរ៉េខាងជើង យើងមើលចំណុចមួយគឺ Paektusan គឺភ្នំ Paektusan ដែលភ្នំ Paektusan នេះគឺជាភ្នំភ្លើងដែលយើងធ្លាប់បានរៀនរួចហើយនៅក្នុងឈ្មោះនៃចម្រៀងជាតិរបស់ប្រទេសកូរ៉េខាងត្បូងគឺមានពាក្យជាមួយនឹងឈ្មោះ Paektusan នេះផងដែរដូច្នេះគឺកូរ៉េខាងត្បូងក៏គេបញ្ចូលភ្នំ Paektusan នេះចូលទៅក្នុងចម្រៀងជាតិរបស់គេផងដែរពីព្រោះជាទឹកដីរបស់កូរ៉េកាលពីអតីតកាលហើយភ្នំ Paektusan នេះក៏មានឈ្មោះនៅក្នុងចម្រៀងជាតិរបស់កូរ៉េខាងជើងផងដែរដូច្នេះភ្នំនេះគឺមានភាពល្បីល្បាញដែលជនជាតិកូរ៉េគេឲ្យតម្លៃទៅគេបញ្ចូលទៅកាន់ចម្រៀងជាតិទាំងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង Joseon Minju Jue Inmin Khong Fa Kuke Thong Chi Hong The ដូច្នេះ Hong The គឺមានន័យថាទម្រង់ឬក៏បែបបទ Thong Chi មានន័យថាការគ្រប់គ្រងដូច្នេះបែបបទនៃការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Chongtangi Joseon Ro Thongtangi Itsumyo Chongtang មានន័យថាគណៈបក Joseon Ro Thongtang មានន័យថាគណៈបកពលករកូរ៉េដូច្នេះគឺមានគណៈបកពលករកូរ៉េដែលជាគណៈបកដែលជាទម្រង់នៃការគ្រប់គ្រងរបស់ប្រទេសកូរ៉េខាងជើង Sasil Sang Il Tang Che Kukaranin Pyongkaril Patninta Sasil Sang មានន័យថាដែលជាលក្ខណៈជាក់ស្ដែងឬក៏ដែលជាការពិតជាក់ស្ដែង Il Tang Che មានន័យថាប្រព័ន្ធបកតែមួយ Che គឺសំដៅទៅលើ Che To មានន័យថាប្រព័ន្ធ Tang គឺមានន័យថាបក Il មានន័យថាមួយដូច្នេះប្រព័ន្ធបកតែមួយ Kukaranin មានន័យថាដែលជាប្រទេស Pyongkaril Patninta មានន័យថាទទួលការវាយតម្លៃ Pyongka មានន័យថាការវាយតម្លៃដូច្នេះយើងបកពីខាងចុងគឺទទួលបានការវាយតម្លៃថាគឺជាប្រទេសដែលមានប្រព័ន្ធបកតែមួយជាការពិតជាក់ស្ដែងដូច្នេះមានន័យថានៅប្រទេសកូរ៉េខាងជើងនេះគឺជាប្រព័ន្ធកុម្មុយនីសដែលមានការគ្រប់គ្រងដោយបកតែមួយប៉ុណ្ណោះដែលបកនោះគឺមានឈ្មោះថាបកពលករកូរ៉េ